ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2025 លើកនេះគឺធ្វើឡើងដោយមានការសហការរៀបចំរួមគ្នាដោយប្រទេសចំនួន3នៅទ្វីបអាមេរិកខាងជើងរួមមានសហរដ្ឋអាមេរិក USA កាណាដា Canada មិចស៊ិក Mexico ពេលវេលាការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី11ខែមិថុនាដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2025ខាងមុខនេះហើយលក្ខណៈពិសេសនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup ដែលមានក្រុមចូលរួមរហូតដល់48ក្រុមកាលពីមុនមានត្រឹមតែ32ក្រុមប៉ុណ្ណោះសម្រាប់កីឡាដ្ឋាននិងទីក្រុងដែលត្រូវរៀបចំការប្រកួតបើកឆាក Opening Matches គឺត្រូវបានបែងចែកទៅតាមប្រទេសម្ចាស់ផ្ទះនីមួយព្រោះដោយសារមានម្ចាស់ផ្ទះរហូតដល់ទៅ3ប្រទេសខាងក្រោមនេះជាទីតាំងប្រកួតបើកឆាកសំខាន់ 1. ការប្រកួតបើកឆាកផ្លូវការដំបូងគេបង្អស់ Official Opening Match កីឡាដ្ឋាន Estadio Azteca ទីក្រុង Mexico City ប្រទេសមិចស៊ិកកាលបរិច្ឆេទថ្ងៃទី11ខែមិថុនាឆ្នាំ2026ក្រុមជម្រើសជាតិមិចស៊ិកនឹងត្រូវប្រកួតមុនគេបង្អស់សម្គាល់កីឡាដ្ឋាន Azteca នេះជាកីឡាដ្ឋានប្រវត្តិសាស្ត្រដែលធ្លាប់ធ្វើជាកន្លែងបើកឆាក World Cup ឆ្នាំ1970និង1986រួចមកហើយ 2. ការប្រកួតបើកឆាកប្រចាំប្រទេសកាណាដា Canada's Opening Match កីឡាដ្ឋាន BMO Field ឬគេហៅថា Toronto Stadium ទីក្រុង Toronto ប្រទេសកាណាដាកាលបរិច្ឆេទថ្ងៃទី12ខែមិថុនាឆ្នាំ2026ក្រុមជម្រើសជាតិកាណាដានឹងត្រូវប្រកួតដំបូងរបស់ខ្លួននៅទីនេះ 1. ការប្រកួតបើកឆាកប្រចាំសហរដ្ឋអាមេរិក USA's Opening Match កីឡាដ្ឋាន SoFi Stadium ឬគេហៅថា Los Angeles Stadium ទីក្រុង Los Angeles សហរដ្ឋអាមេរិកកាលបរិច្ឆេទថ្ងៃទី12ខែមិថុនាឆ្នាំ2026ក្រុមជម្រើសជាតិអាមេរិកនឹងត្រូវប្រកួតដំបូងរបស់ខ្លួននៅទីនេះព័ត៌មានបន្ថែមចំណែកឯការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Final វិញនឹងត្រូវធ្វើឡើងនៅកីឡាដ្ឋាន MetLife Stadium New York New Jersey នៅសហរដ្ឋអាមេរិកនាថ្ងៃទី19ខែកក្កដាឆ្នាំ2026ខណៈដែលការប្រកួតជិតចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះថ្ងៃទី11មិថុនាក្រុមខ្លាំងដែលអ្នកគាំទ្រទូទាំងពិភពលោកកំពុងអ៊ុតមើលខ្លាំងជាងគេរួមមានអាសង់ទីន Argentina ម្ចាស់ជើងឯកចាស់ឆ្នាំ2022ដែលគ្រប់គ្នាកំពុងតាមដានថាតើ Messi នឹងដឹកនាំក្រុមការពារតំណែងជើងឯកបានកម្រិតណាបារាំង France ជើងឯករងឆ្នាំ2022ដែលមានតារាឆ្នើម Kylian Mbappé ដឹកនាំមុខប្រេស៊ីល Brazil និងអង់គ្លេស England ដែលជាក្រុមសម្បូរទៅដោយកីឡាករល្បីមកពីលីកកំពូល